របៀបប្រើប្រាស់ម៉ាស៊ីនព្រីនរូបថតមិនប្រើទឹកថ្នាំ HPRT CP 4100 ដំបូងបង្អស់ចាប់ផ្ដើមដោយយកប្រអប់ក្រដាសដាក់រូបថតចូលទៅក្នុងម៉ាស៊ីន print រួចភ្ជាប់វាទៅនឹងម៉ាស៊ីន print ជាការស្រេចបន្ទាប់ពីបានភ្ជាប់រួចសូមចុចប៊ូតុង power ឲ្យជាប់រយៈពេល2ទៅ3វិនាទីដើម្បីម៉ាស៊ីនដំណើរការបន្ទាប់ពីម៉ាស៊ីនបានដំណើរការសូមបើកកម្មវិធី Hey Photo លើទូរស័ព្ទរបស់បងប្អូនរួចជ្រើសរើសរូបថតដែលស្អាតៗដែលបងប្អូនចង់ print បន្ទាប់ពីបានជ្រើសរើសរូបថតរួចសូមបងប្អូនចុចពាក្យថា print ម៉ាស៊ីនវានឹងដំណើរការភ្លាមៗតែម្ដងវានឹងផ្ដល់រូបភាពដែលមានពណ៌ស្រស់ស្អាតគុណភាពខ្ពស់និងផ្ដល់ភាពរស់រវើកបំផុតសម្រាប់អនុស្សាវរីយ៍របស់បងប្អូនជំហានចុងក្រោយនៅពេលដែលយើង print រួចយើងគ្រាន់តែកាច់គែមក្រដាសដែលលើសនឹងចេញហើយយើងនឹងទទួលបានរូបភាពដ៏ស្រស់ស្អាតមួយទុកជាអនុស្សាវរីយ៍សម្រាប់ព័ត៌មានលម្អិតបន្ថែមបងប្អូនអាចតាក់ទងទៅកាន់ Telegram លេខ086 312 077 ឬក៏អាចតាក់ទងទៅកាន់ Facebook Page Creator Hub និង Techbox